ឆ្លើយតបជូនម្ចាស់រថយន្តជាច្រើនដែលគាត់សួរយោបល់មកអាចខាយើងណាថាតើគួរតឡើងកាមេរ៉ាណាដែលល្មមប្រើបើសម្រាប់ឡានគាត់កាមេរ៉ាដែលថតសកម្មភាពមកក្រោយណាអញ្ចឹងពាក្យថាល្មមប្រើមានថាវាមិនសេរីខ្ពស់ពេកដែលត្រូវឲ្យគាត់ចំណាយច្រើនថ្លៃហើយក៏មិនចង់បានសេរីទាបពេកដែលវាប្រើមុខងារទៅគឺវាអត់សូវបាទគ្រប់គ្រាន់ត្រូវជាមួយនឹងតម្រូវការទូទៅណាអញ្ចឹងខ្ញុំណែនាំបាទ model នេះបាទ70ម៉ៃបងប្អូនស្គាល់ទេប្រហែលហ្នឹងក៏ប៉ុន្តែ70ម៉ៃមានច្រើន model ខ្ញុំណែនាំ model A510 បាទព្រោះថា model នេះគឺខាងមុខថតបាន 2K ហើយខាងក្រោយ Full HD វាអត់សេរីខ្ពស់ពេកដូច 4K ទេប៉ុន្តែ 2K ជាទូទៅបងប្អូនគឺគ្រប់គ្រាន់បបោថតច្បាស់ហើយវាមានចំណុចល្អមួយទៀតគឺបាទ file វាស៊ីតូចបាទនៅពេលដែលកម្រិតត្រឹម 2K អញ្ចឹងនៅពេលបងប្អូនប្រើ memory 64GB ដូចគ្នាវីដេអូ 2K គឺថតបានវែងជាង 4K ព្រោះ file វាតូចជាងណាហើយវា 2K ក៏ប៉ិតមែនប៉ុន្តែវាបំពាក់ជាមួយបច្ចេកវិទ្យា Starvis ជំនាន់ទី2ដូចគ្នាអានេះគឺបច្ចេកវិទ្យារបស់ Sony ណាបច្ចេកវិទ្យាហ្នឹងគឺវាគ្រប់គ្រងពន្លឺបានល្អគេហៅថា High Dynamic Range គេហៅកាត់ថា HDR ណាអញ្ចឹងពន្លឺភ្លឺខ្លាំងពេកវាបន្ថយនៅពេលដែលពន្លឺស្ទើរវាបង្កើនពន្លឺមកអញ្ចឹងគឺគ្រប់គ្រងពន្លឺបានល្អមែនតើចំណុចល្អមួយទៀតបងប្អូនចំណុចល្អមួយទៀតបងប្អូនបាទ model ហ្នឹងរៀងវាតូចអញ្ចឹងយើងងាយស្រួលតឡើងបាទវាអត់សូវបាំងព្រោះដូចឡានខ្លះដូចឡាន Hilux Revo នេះអញ្ចឹងបាទវាមាន sensor ផងវាមានជើងបាទកញ្ចក់ក្រោយផងអញ្ចឹងគឺវាធំចង្អៀតអញ្ចឹងបើសិនណាជាយើងដាក់កាមេរ៉ា A8 10ហ្នឹងវារៀងធំអញ្ចឹងទៅតម្លាក់មកប្រហែលជានៅក្រោមនេះបើដាក់នៅនេះវាចង្អៀតអញ្ចឹងណាអញ្ចឹងគឺជាចំណុចល្អមួយកាមេរ៉ានិយាយទៅគឺតូចគឺល្អបងប្អូនអត់ចាំបាច់យកធំពេកទេព្រោះយើងអាចភ្ជាប់មើលតាមរយៈទូរស័ព្ទដៃបានអញ្ចឹងណាបើខ្ញុំនិយាយពីចំណុចខ្វះខាតបងប្អូនបាទកាមេរ៉ានេះគឺស្ទើរខាងក្រោយបាទត្រឹម Full HD បាទ70ម៉ៃបើសិនណាជាអាចអាប់ដេតខាងក្រោយបាន 2K ដែរបាទគឺអេមែនតើប៉ុន្តែបាទសប្តាហ៍ថ្ងៃខ្ញុំគិតថា model នេះគឺជាជម្រើសល្អបាទដែលបងប្អូនសួរថា model សំរុំល្មមប្រើណាសម្រាប់ឡានទូទៅគឺបាទខ្ញុំណែនាំ model នេះតម្លៃ$129រួមទាំងតម្លើងជូន